កាលដែលខ្ញុំកាន់នៅពីក្មេងៗធ្លាប់រត់លេងតែម្នាក់ឯងតាមទីវាលឬក៏ទីព្រៃដប់ស្តុកហើយនៅពេលនោះខ្ញុំក៏បានទៅដល់ដើមឈើធំមួយដើមនៅក្នុងព្រៃនោះហើយក៏បានជួបនៅក្មេងៗជាច្រើនកំពុងតែលេងក្បែរដើមឈើនោះខ្ញុំក៏សុំគេលេងជាមួយនៅពេលដែលខ្ញុំលេងជាមួយក្មេងៗប្រុសស្រីទាំងនោះស្រាប់តែក្មេងៗប្រុសស្រីទាំងអស់នោះក៏បានចូលក្នុងដើមឈើធំមួយដើមនោះបាត់អស់ទៅខ្ញុំក៏បានឃើញពួកគេចូលទៅក្នុងដើមឈើធំមួយដើមនោះហើយក៏នឹកឆ្ងល់ថាក្មេងៗទាំងអស់ហ្នឹងមិនដេចក៏ចូលក្នុងដើមឈើនេះបាត់ទៅខ្ញុំក៏សម្លឹងមើលចុះមើលឡើងតាមដើមឈើនោះស្រាប់តែឃើញប្រហោងមួយរបៀបដូចជាទ្វារសម្រាប់ចូលទៅក្នុងវិមានប្រាសាទខ្ញុំក៏ដើរចូលទៅតាមប្រហោងនោះស្រាប់តែឃើញពួកក្មេងៗទាំងអស់នោះនៅក្នុងដើមឈើនោះរបៀបជានៅក្នុងវិមានប្រាសាទពួកគេគឺជាកូនរបស់រុក្ខទេវតាដែលលេងសប្បាយនៅក្នុងដើមឈើធំមួយដើមដូចជានៅក្នុងវិមានប្រាសាទខ្ញុំក៏បានលេងជាមួយពួកគេរួចហើយក៏បានដើរចេញខាងក្រៅវិញហើយក៏ឃើញសភាពដើមឈើមិនមានប្រហោងអ្វីទេនេះគឺជារឿងពិតហើយខ្ញុំនឹកគិតថាពួកអននេះគឺជាកូនចៅរបស់រុក្ខទេវីជាទេវតាដែលរក្សានៅដើមឈើនោះកាលដែលខ្ញុំនៅជាកូនសាមណេរតូចហើយក៏បានជ្រះថ្លានៅក្នុងព្រះពុទ្ធសាសនាយ៉ាងក្រៃលែងហើយមួយវិញទៀតក៏មានការជ្រះថ្លានឹងការដើររស់នៅបដិបត្តិធម៌តាមព្រៃភ្នំខ្ញុំក៏បានសម្រេចចិត្តដើរតែម្នាក់ឯងតាមព្រៃភ្នំហើយក៏បានរស់នៅតែម្នាក់ឯងប្រព្រឹត្តវត្តគឺការដើរបិណ្ឌបាតតាមផ្ទះអ្នកស្រុកដើម្បីយកចង្ហាន់មកឆាន់ពេលដែលខ្ញុំរស់នៅក្នុងព្រៃភ្នំតែម្នាក់ឯងខ្ញុំឃើញពុកអមនុស្សគឺពុកដែលមិនមែនជាអ្នកនៅក្នុងភពមនុស្សគឺគេហៅថាទេវតាសច្ចੰពេលដែលខ្ញុំដើរទៅកាន់ភ្នំខ្ញុំបានឃើញរូងភ្នំយ៉ាងធំមួយហើយខ្ញុំក៏បានដើរចូលទៅក្នុងរូងភ្នំនោះស្រាប់ពេលដែលខ្ញុំចូលទៅដល់ជ្រៅហើយក៏ឃើញនៅអ្នកសច្ចੰគឺតាបសអេសីរបៀបជាអ្នកបួសយ៉ាងយូរឆ្នាំដែលកន្លងទៅមិនអាចប្រមាណបានគេរស់នៅក្នុងនោះរបៀបជាអ្នកតាំងធម៌សមាធិហើយខ្ញុំថ្វាយបង្គំតាបសអេសីនោះស្រាប់តែខ្ញុំចេញមកក្រៅវិញហើយក៏បានឃើញភ្នំនោះមិនមានរូងអ្វីឡើយតែខ្ញុំនឹកឆ្ងល់ថាហេតុអីក៏ភ្នំនេះពេលដែលខ្ញុំមកដល់ភ្លាមឃើញរូងហើយខ្ញុំដើរចូលទៅក៏បានស្រាប់តែដែលខ្ញុំថ្វាយបង្គំតាបសអេសីនោះរួចហើយក៏ដើរចេញមកខាងក្រៅវិញពេលដែលចេញមកដល់ខាងក្រៅស្រាប់តែគ្មានឃើញរូងភ្នំអ្វីឡើយខ្ញុំនឹកគិតថាភ្នំនេះពិតជាស័ក្តិសិទ្ធិមែនហើយមានអ្នកសច្ចੰនៅក្នុងរូងភ្នំនេះក៏ប៉ុន្តែមិនមានរូងឬផ្លូវណាដែលចូលទៅជួបតាបសសច្ចੰអេសីនោះបានទេបើសិនជាតាបសអេសីឬអ្នកសច្ចੰនោះមិនបើកទ្វារឲ្យយើងចូលទៅបានកាលដែលខ្ញុំរស់នៅក្នុងព្រៃគឺមិនមានភូមិឬផ្ទះអ្នកស្រុកនៅជិតទីកន្លែងដែលខ្ញុំរស់នៅទេក៏ប៉ុន្តែពេលយប់មានខ្ទមអ្នកស្រុកជាច្រើនរស់នៅសឹងពេញព្រៃក្នុងទីនោះហើយក៏មានពន្លឺប្រទីបគឺចង្កៀងឬក៏ទៀនដែលភ្លឺចេញក្នុងខ្ទមនីមួយៗហើយមានសំឡេងនិយាយគ្នារបៀបជាអ្នកស្រុករស់នៅក្នុងសហគមន៍ធំមួយហើយមានការទំនាក់ទំនងប្រាស្រ័យជាមួយគ្នាការនិយាយពីរឿងកិច្ចការងារផ្សេងៗជាមួយគ្នាពេលថ្ងៃស្រាប់តែមិនមានអ្វីទាំងអស់សូម្បីតែខ្ទមមួយក៏គ្មានដែរ